ប្រវត្តិរូបសំណាកសេរីភាពឬ The State of Liberty របស់សហរដ្ឋអាមេរិក The State of Liberty គឺជារូបសំណាកសេរីភាពដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកដែលត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ1875ដល់ឆ្នាំ1884នៅក្នុងពេលសាងសង់សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនេះតើមានមនុស្សស្លាប់ចំនួនប៉ុន្មាននាក់រូបសំណាក The State of Liberty មានទីតាំងស្ថិតនៅក្នុងលើកោះ Liberty នៅទីក្រុង New York ដោយយកគំរូតាមផ្ទះទេពី Nevada ដែលជាទីតាំងសេរីភាពនៅក្នុងវប្បធម៌រ៉ូម៉ាំងបុរាណរូបសំណាកនេះចូលពំរឿងចិត្តកូនមួយដែលមានខ្លួនកម្ពស់3ថ្នាក់តាមលំដាប់ខណៈរូបសំណាកទាំងមូលមានកម្ពស់ចំនួន46ម៉ែត្រក្បាលជិតប្រណិតនិងពាក់មុខបញ្ចេញជាស្មីកំពីដៃម្ខាងមានប្រវែង 12.8 ម៉ែត្រខណៈដៃខាងស្ដាំកាន់គប់ភ្លើងលើកកម្ពស់យ៉ាងលើកឡើងយ៉ាងខ្ពស់ចំណែកឯដៃខាងឆ្វេងកាន់សៀវភៅយ៉ាងធំនៅក្បាលដោយនៅលើកម្រិតសៀវភៅនោះមានសរសេរឃ្លាថា4 កក្កដាឆ្នាំ1776ដែលជាថ្ងៃប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកពីអាណានិគមចក្រពត្តិអង់គ្លេសចំពោះការកសាងដំបូងឡើយគេបានត្រៀមពំពីលើគ្នាចំនួន214ផ្ទាំងក្រោយមកគេក៏ទំនាបពាក្យដាក់ពីលើគ្នាដែលមានកម្ពស់ដល់ទៅជាង93ម៉ែត្រដែលវាស់ពីដីឡើងទៅលើបន្ទាប់មកគេក៏ចាក់ស្របស្ពាន់បោឲ្យតងចំនួន32តោននៅក្នុងភូមិទាំងនោះរីក៏ភ្លើងខាងលើគេប្រើអំពូលពណ៌បៃតងនិងមានជណ្ដើរមួយចំនួន162កាំសម្រាប់ឡើងទៅគយគុណទស្សនិកទីក្រុង New York និងជួបសម្រាប់នៅជុំវិញនេះវិស្វករជាតិបារាំងម្នាក់ឈ្មោះ Frederick August Marshall ដែលជាអ្នកឆ្លាក់រចនាចម្លាក់ដ៏ល្បីល្បាញនេះឡើយនៅក្នុងនោះក្រុមប្រមាណជាង 1000 នាក់ក៏បានចូលរួមសាងសង់តំណនេះផងដែរសូមជំរាបថាស្ថាបត្យកម្មដ៏ធំនេះត្រូវបានចំណាយថវិកាសាងសង់ប្រមាណ$700,000,000 អាមេរិក